នេះឆៃមង្គលថ្ងៃនេះយើងទៅលេងភ្នំគូលែនណាអញ្ចឹងយើងជីអីទៅបងយើងជីកថុនអាអូនទៅតែដឹងបងកថុនទុកឲ្យម៉ែនាងដប់ទៅដោះកឲ្យប្អូនតងោលយើងជីធប់ការឪទៅវិញបើអញ្ចឹងយើងសម្រេចតាមមង្គលចុះតោះយើងចេញដំណើរអូយនេះមែនបងភ្នំគូលែនស្អាតដល់ហើយនេះសុទ្ធតែដើមឈើព្រៃប្រឹក្សាថ្មដាអលតាវ៉ាផលឡានុផលដងជ្រោះដងអូច្រើនជាន់ណាបងបាក់សាបាក់សៃពេញទាំងអស់នេះបងខ្ញុំចង់ជីចាបដាល់ហើយបងយីឯងនេះផ្ដេសផ្ដាស់មែនណាជីធប់ការឪមកហើយនៅចង់ជីចាបទៀតហើយមើលអាធប់ការអត់ផ្កាមកកណោអត់ជីទេមកជីអាធោមានផ្កាឯងជិះមើលឪរកផ្កាអត់ឃើញត្រូវមកទាំងអស់គ្នាឯងអាយបងថ្មជ្រួញស្អាតដល់ហើយបងមានក្បាច់មានអីជ្រួញនេះហាមង្គលហេតុអីក៏ឯងដឹងថាទីនេះគឺឈ្មោះថាពើងជ្រួញតែខ្ញុំឃើញថ្មជ្រួញខ្ញុំក៏ថាវាជ្រួញនឹងទៅហ្នឹងអាបងខ្ញុំមិនដឹងថាវានេះពងជ្រួញទេមិនមែនពងជ្រួញទេគឺពើងជ្រួញពងជ្រួញថាមិនមែនពងជ្រួញទេគឺពើងជ្រួញពងជ្រួញឯបងពងជ្រួញយីឯងនេះប្រាប់ថាពើងជ្រួញហ្នឹងឯងតែពងជ្រួញទៀតនេះញ៉ាប់មែនតែម្ដងណាចាំមើលខ្ញុំប្រាប់ម៉ាក់ថាខ្ញុំបានមកលេងពងជ្រួញពិតស្អាតខ្លាំងណាស់ម៉ាក់អើយ